បាទឥឡូវនេះព័ត៌មានគឺបានច្បាស់ការ100%ហើយបងប្អូនបើតាមការបង្ហោះរបស់ Page CTN តាក់ទងទៅនឹងជំនួបរវាងគ្រូតូចពេជ្រសង្ហៈជាមួយនឹងកណ្ដោជ្រែកដីឡុងពិសិដ្ឋដែលនឹងត្រៀមធ្វើការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ Super គុណខ្មែរ Gainsworth នៅក្នុងប្រភេទទម្ងន់51គីឡូក្រាមបាទស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាវិលមកកាន់នីតិព័ត៌មានកីឡាជាតិនិងអន្តរជាតិថ្មីៗសម្រាប់ប្រិយមិត្តពុកម៉ែបងប្អូនដែលចូលមកស្ដាប់ថ្មីកុំភ្លេចជួយចុច like និង Subscribe ក្នុង Channel YouTube ខ្ញុំបាទម្នាក់មួយផងបាទឥឡូវនេះព័ត៌មានគឺច្បាស់ការ100%ហើយបងប្អូនសម្រាប់ជំនួបដណ្ដើមខ្សែក្រវ៉ាត់ Super គុណខ្មែរ Gainsworth ក្នុងប្រភេទទម្ងន់51គីឡូក្រាមរវាងកណ្ដោជ្រែកដីឡុងពិសិដ្ឋដែលត្រូវប៉ះជាមួយនឹងគ្រូតូចពេជ្រសង្ហៈគូនេះគឺនឹងរៀបចំការប្រកួតនៅថ្ងៃទី17ខែមករាឆ្នាំ2026នេះពលគឺនៅក្នុងសប្តាហ៍ក្រោយនេះបងប្អូនបាទគួរបញ្ជាក់ទៅដែរសម្រាប់កីឡាករទាំងពីររូបគឺមិនធ្លាប់ប៉ះគ្នាទេបងប្អូនហើយនេះក៏ជាលើកទី1ដែរហើយក៏ជាការប្រកួតដណ្ដើមនៅខ្សែក្រវ៉ាត់ថ្មីមួយគ្រឿងរបស់ Gainsworth បានសហការជាមួយនឹងស្ថានីយ៍ទូរទស្សន៍ CTN ផងដែរបាទអញ្ចឹងសម្រាប់អ្នកទាំងពីរនេះក៏ធ្លាប់មានការប្រកួត Foreman Tournament ប៉ុន្តែគ្រាន់តែពេលដែលចាប់គូពួកគាត់អត់បានប៉ះគ្នាទេបងគឺប៉ះកីឡាករផ្សេងបាទបើយើងងាកមកមើលអំពីកម្រិតបច្ចេកទេសគឺកីឡាករឡុងពិសិដ្ឋគាត់មានបច្ចេកទេសលើពេជ្រសង្ហៈហើយគាត់ក៏ជាកីឡាកររៀងចាស់វស្សាជាងពេជ្រសង្ហៈដែរប៉ុន្តែសម្រាប់ពេជ្រសង្ហៈវិញអ្វីដែលគាត់មានទី1គឺភាពធន់ទី2គឺកម្លាំងស៊ូរបស់គាត់ពេញល្អ5ទឹកហើយគូនេះវាយ5ទឹកលក្ខណៈកងធំចឹងគ្រាន់តែបច្ចេកទេសគឺគាត់នៅយ៉ាងក្រោមកីឡាករឡុងពិសិដ្ឋបន្តិចប៉ុន្តែសម្រាប់ពេលបច្ចុប្បន្ននេះឡុងពិសិដ្ឋក៏អាចនឹងពិបាកទប់ជាមួយនឹងពេជ្រសង្ហៈដែរដោយសារតែកត្តាទី1ឡុងពិសិដ្ឋគឺគាត់ខកខានឡើងសង្វៀនយូរហើយការវឹកហាត់របស់គាត់ក៏ខកខានប្រមាណជាខ្ទង់3-4ខែអញ្ចឹងមកប្រកួតនេះអាចនិយាយបានថារៀងចាញ់តែមពេជ្រសង្ហៈបន្តិចប៉ុន្តែបើសិនជាឡុងពិសិដ្ឋគាត់ធ្វើការវឹកហាត់ពេញលេញដូចមុនការប្រកួតភាសាប្រកួតដូចមុនភាគរយឡុងពិសិដ្ឋគឺច្រើនប៉ុន្តែសម្រាប់ជំនួបលើកនេះគឺខ្ញុំឲ្យភាគរយទៅលើកីឡាករពេជ្រសង្ហៈខ្ពស់ជាងកីឡាករឡុងពិសិដ្ឋបន្តិចបងប្អូនគឺខ្ញុំឲ្យទៅពេជ្រសង្ហៈ60%និងកីឡាករឡុងពិសិដ្ឋត្រឹមតែ50%ទេដូចខ្ញុំបានលើកឡើងអញ្ចឹងឡុងពិសិដ្ឋគឺគាត់ខកខានប្រកួតក៏ដូចជាវឹកហាត់យូរខែអញ្ចឹងអាចនឹងគាំងអាចនឹងកម្លាំងស៊ុបអត់ដូចដើមអញ្ចឹងសម្រាប់ប្រិយមិត្តពុកម៉ែបងប្អូនយល់ឃើញបែបណាសូមចូលរួមធ្វើការ comment នៅខាងក្រោមវីដេអូនេះទាំងអស់គ្នា